ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូរិនគាត់ចង់រៀនធ្វើតែមច្ឆាទឹកដោះគោស្រស់រាល់ដងបានថតតែពីសកម្មភាពគាត់ជួយរៀបអីវ៉ាន់ឬក៏គាត់ធ្វើកិច្ចការងារផ្ទះអីចឹងណាថ្ងៃនេះគាត់មកពីសាលារៀនថ្ងៃគាត់ចង់ធ្វើតែមច្ឆាដើម្បីឲ្យខ្ញុំភ្លក់អញ្ចឹងហើយសម្រាប់មួយមុខហ្នឹងគាត់អត់ដែលធ្លាប់ធ្វើអញ្ចឹងហើយគាត់ក៏ចង់ឲ្យខ្ញុំបង្រៀនគាត់ដើម្បីឲ្យគាត់ចេះអញ្ចឹងណាដល់ពេលអញ្ចឹងហើយមានតែគាត់ធ្វើបដាយើងឈរប្រាប់បដាប៉ុន្តែចង់ណាអត់ឲ្យយើងកោយើងដួសអីទេគឺចង់គ្រាន់តែឲ្យយើងប្រាប់ទៅគឺគាត់ធ្វើខ្លួនឯងហ្មងនិយាយទៅថាស្អីក៏ចង់ចេះដែរបងប្អូនអើយមួយថ្ងៃចង់ធ្វើមុខនេះចង់ចេះមុខនោះចង់អត់ច្រឡះហ្មងសំបីតែលាងចានដាំបាយក៏ចង់ដែរប៉ុន្តែអត់ទាន់ហ៊ានបដៅទេព្រោះអីនៅតូចពេកនិយាយទៅឲ្យទៅពេលគាត់ទៅនេគឺគាត់នឹកឃើញអស់យើងរវល់ជាមួយគាត់រហូតពេលដែលគាត់មកពីសាលាអញ្ចឹងគាត់ចង់ធ្វើអីចេះតែនាំគាត់បរៀនគាត់មកផ្លែតទៅដើម្បីកុំឲ្យគាត់ដូចថារៀនតែរហូតពេលគាត់ធុញថប់អីចឹងណាអញ្ចឹងគាត់ចង់ធ្វើអីគាត់សប្បាយចិត្តយើងចេះតែឆ្លៀតបរៀនគាត់ខ្លះទៅតែបានតែបរៀនធ្វើហ្នឹងធ្វើសម្រាប់ហូបខ្លួនឯងទេតែបើនៅកន្លែងលក់ហ្នឹងអត់អាចធ្វើឲ្យលក់ឲ្យគេកើតទេពេលបានធ្វើអញ្ចឹងអូទឹកមុខអារម្មណ៍គាត់សប្បាយចិត្តស្រស់ស្រាយអីចូលចិត្តជាពិសេសគឺចង់ធ្វើជាងគេគឺមច្ឆាហ្នឹងហ្មងដោយសារអីនេះបានកោជាមួយ mixer នេះដោយសារគាត់ចង់សាកល្បងប្រើនឹងផងព្រោះដងគាត់ធ្លាប់តែធ្វើតែក្រូចឆ្មាឬក៏តែមេអំបៅអីចឹងគាត់កោតែជាមួយនឹងស្លាបព្រាឯងដល់ពេលចង់ធ្វើមច្ឆាជាងគេដើម្បីបានកោជាមួយ mixer ហ្នឹងឥឡូវគេចាប់ផ្ដើមទៅដាក់តកអីព្រោះអីគេលាយគ្រឿងក្រៅសັບគ្រប់ហើយទឹកដោះគោស្រស់មួយស្ករមួយអីមិញហើយគេចាក់មច្ឆាដែរកោឲ្យមិញចូលទៅបន្ទាប់ពីដាក់មច្ឆាកោហើយគេដាក់បិទក្របឲ្យគេទៅយកសាយោយកអីហើយគេនឹងឲ្យម៉ាក់ភ្លក់និយាយទៅខ្ញុំចាប់ផ្ដើមហើយទៅយកដើម្បីភ្លក់មច្ឆាស្នាដៃរបស់សូរិនបងប្អូននឹងខ្ញុំកោវុតហើយក៏ចាប់ផ្ដើមភ្លក់អូមានអីភ្លក់ទៅរសជាតិរបស់គាត់គឺអត់ចាញ់ខ្ញុំធ្វើខ្លួនឯងទេវីដេអូមានតែប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់